បងរៀបរាប់រឿងជីវិតដែលឈឺចាប់ตัวបងทนទ្រាំក៏ខំប្រឹងស្ដាប់បណ្ដាលឲ្យការឈឺចាប់ឆ្លងមកបងឆ្លងជំងឺឈឺផ្សាពីរៀមរាយខ្ជិលដើរចេញស្របអារម្មណ៍ស្រឡាញ់ផងទើបព្រមស្ម័គ្រថាស្នេហ៍អូនតែម្ដងតែអូនបែរចាត់ទុកបងត្រឹមជាអ្នកក្រៅអូនតែចង់មិនបាច់អូនជូនដំណើរព្រោះកាលអូនដើរមកមិនបានហើយកុំឈរយំយូរពេកគេនៅរងចាំភ្លឺទឹកភ្នែកបើបងលែងបានទៀតហើយកុំជាយាមខំយំឲ្យបងនៅអាណិតព្រោះពេលនេះអ្នកខូចចិត្តមិនមែនអូនឡើយតែវេនបងឈឺចាំដងហើយដោយសារទឹកភ្នែកអូនឲ្យបងទន់ខ្សោយតែបើមានថ្ងៃក្រោយថ្ងៃដែលបងឈឺចាប់អូនយំគ្មានចាប់អារម្មណ៍ឡើយសូមប្រាប់អូនទុកមុនឲ្យហើយទឹកភ្នែករបស់អូនបងឈប់ជាហើយណាថ្លៃជំងឺឈឺផ្សាពីរៀមរាយខ្ជិលដើរចេញស្របអារម្មណ៍ស្រឡាញ់ផងទើបព្រមស្ម័គ្រថាស្នេហ៍អូនតែម្ដងតែអូនបែរចាត់ទុកបងត្រឹមជាអ្នកក្រៅអូនតែចង់មិនបែកអូនជូនដំណើរព្រោះកាល